តាមច្បាប់តែអ្នកដែលសូកប៉ាន់សាក់សីដើម្បីឲ្យឆ្លើយកុហកឬមិនធ្វើជាសាក្សីមានទោសបែបនេះជាការពិតណាស់សាក្សីគឺជាបុគ្គលសំខាន់ម្នាក់នៅក្នុងរឿងផ្លូវច្បាប់នៅពេលដែលភាគីណាម្ខាងមានសាក្សីអត្រាឈ្នះក្តីគឺមានច្រើនជាងដែលភាគីពុំមានសាក្សីហើយក៏មានសាក្សីខ្លះត្រូវបានគេសូកប៉ាន់ដើម្បីឲ្យធ្វើសក្ខីកម្មភូតកុហកឬក៏មិនព្រមធ្វើជាសាក្សីហើយដូច្នេះហើយទើបច្បាប់បានបញ្ញត្តិអំពីមាត់សូកប៉ាន់សាក្សីដោយយោងទៅតាមក្រមព្រហ្មទណ្ឌមាត្រា548បទសូកប៉ាន់សាក្សីរាល់បុគ្គលដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ឬដោយប្រយោលនៅអំណោយជំនួនការសន្យាឬអត្ថប្រយោជន៍អ្វីមួយដើម្បី 1. មិនធ្វើជាសាក្សី 2. ផ្ដល់សក្ខីកម្មក្លែងក្លាយចំពោះទោសដែលត្រូវអនុវត្តបុគ្គលដែលបានសូកប៉ាន់សាក្សីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំ